ចំណងថាមានក្តីសុខប៉ុណ្ណាពេលនៅក្បែរម្នាក់នោះហើយបននេះដែរសូមផ្ញើជូនប្រិយមិត្តទាំងអស់គ្នាសាកកំសាន្តផងដែរហើយបននេះបើសិនខ្ញុំជាខុសឆ្គងទៅណាកុំតែកាន់អីណាព្រោះថាខ្ញុំមានជាអ្នកចម្រៀងហើយក៏មិនចេះច្រៀងប្រមាណដែរហើយបននេះដែរដល់ពេលខ្ញុំច្រៀងគឺថាទឹកមុខរបស់ខ្ញុំគឺថាมันស្រស់ញញឹមរួយនេះទេអញ្ចឹងហើយខ្ញុំសូមចំនួនពរពីមិត្តភ័ក្តិប្រិយមិត្តទាំងអស់គ្នាកុំជាឬកុំថាខ្ញុំណាគឺថាខ្ញុំសូមចេះរៀងប្រមាណទេហើយបននេះដែរសូមផ្ញើជូនបងពិធីករពីរនាក់ដែលគាត់បានចំនួនពរពីខ្ញុំឲ្យខ្ញុំច្រៀងហើយព្រមនឹងប្រត់ជួយ like ជួយ share ផងណាអញ្ចឹងជឿស្អាតទាំងអស់គ្នាអ្នកខូចចិត្តអ្នកដែលទុំភ្នែកពេលបែកគឺអូនអ្នកញញឹមអ្នកមិនខ្វល់ពេលបែកគឺបងឃើញរូបថនបងអោគេស្និទ្ធមកពីក្តីសុខខ្លាំងតើអ្នកនោះសុខណាស់ឬក៏អូនទុំមានក្តីសុខប៉ុនលើទៅពេលនៅក្បែរមនុស្សស្រីព្រាមនោះទៅតែបែកគ្នាពីអូនសុំបងហងរងភាពរីករាយអូនខូចចិត្តបងអោគេឈួនតែឯងបងសប្បាយសួរខ្លួនឯងតែនួយយំស្ដាយមនុស្សបងពេលគេសោយគឺខ្ញុំអារម្មណ៍នេះជាចាំបងស្ទើរតែស្លន់ពេលឃើញរួមតូនក្រុមឆាន់ឆាតគេថតរួមគ្នាមានក្តីសុខប៉ុនណាទៅតើត្រូវបងហើយក្រុមវេលាក្រុមពេលឃើញចិនត្រូវឈឺផ្សាយ៉ាងខ្លាំងដោយទុំភ្នែកពេលបែកគឺអូនអ្នកញញឹមនាងមិនខ្វល់ពេលបែកគឺបងឃើញរូបថនបងអោគេស្និទ្ធមកមានក្តីសុខខ្លាំងតើម្នាក់នោះសំណាងឬក៏អូនប៉ុនទុំមានក្តីសុខប៉ុនលើទៅស្រីព្រាមនោះទៅតែបែកគ្នាពីអូនសុំបងហងរូបភាពរីករាយអូនខូចចិត្តបងអោគេឈួនតែឯងបងវិញសប្បាយសួរខ្លួនឯងហើយល្វីយំស្ដាយមនុស្សបងពេលគេសោយគឺខ្ញុំអារម្មណ៍នេះឈឺចាប់បងស្ទើរតែស្លន់ពេលឃើញរូបថតក្រុមឈុនឆាតគេថតរួមគ្នាមានក្តីសុខប៉ុនលើទៅតើត្រូវបងហើយក្រុមវេលាក្រុមពេលឃើញចិត្តត្រូវឈឺផ្សាយ៉ាងខ្លាំងពេលគេសោយគឺខ្ញុំអារម្មណ៍នេះជឿចាំបងស្ទើរតែស្លន់ពេលឃើញរួមថតក្រុមជនឆាតគេថតរួមគ្នាមានក្តីសុខ